ជំរាបសួរក៏ដូចជាសួស្តីទៅកាន់អ្នកទស្សនាទាំងអស់គ្នាថ្ងៃនេះថ្ងៃចុងសប្តាហ៍ដឹងទៅណាមែនអត់តោះអញ្ចឹងខ្ញុំនាំអ្នកទាំងអស់គ្នាហ្នឹងទៅទស្សនាទស្សនវិជ្ជានៅហាងកាហ្វេមួយកន្លែងដែលនៅមិនឆ្ងាយពីទីក្រុងរបស់យើងប្រហែលទេអ្នកទាំងអស់គ្នាគឺប្រហែលជា10គីឡូទេគឺយើងទៅតាមផ្លូវ60ម៉ែត្រណាអ្នកទាំងអស់គ្នាទៅតាមផ្លូវ60ម៉ែត្រហើយយើងចេញទៅផ្លូវពលានយន្តហោះថ្មីយើងក៏លេចខាងស្ដាំដៃចុះពីស្ពានសាងសង់ថ្មីនឹងបន្តិចទៅយើងនឹងឃើញហាងកាហ្វេរបស់គាត់ហើយដោយដែលបានឃើញទស្សនវិជ្ជាអញ្ចឹងឃើញបងម្នាក់គាត់កំពុងតែឆុងកាហ្វេយ៉ាងស្វាហាប់មែនតែនរហ័សរហួនណាស់មួយគាត់នឹងគាត់តស៊ូមែនតែនអ្នកទាំងអស់គ្នាហើយវីដេអូនេះផងដែរក៏សូមផ្ញើជូនទៅកាន់អ្នកដែល toxic ដែលចង់បើកហាងកាហ្វេប៉ុន្តែអត់ដឹងថាបើកដោយរបៀបណាអញ្ចឹងមកមើលវីដេអូនេះទាំងអស់គ្នាបងប្រុសម្នាក់នេះគាត់ធ្វើការចាប់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រហើយថ្ងៃសៅរ៍អាទិត្យហ្នឹងគាត់គឺលក់បន្ថែមទៀតហើយប៉ុន្តែសូមបញ្ជាក់បន្តិចទេអ្នកនរគ្នាគាត់ជួលគេលក់ដែរណាលក់ចាប់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រថ្ងៃសៅរ៍អាទិត្យបានគាត់មកជួយលក់ដែរអញ្ចឹងយើងមានដើមទុនមកល្មមមកសមរម្យគឺយើងអាចបើកបានហើយអ្នកនរគ្នាយើងមិនចាំបាច់ជួលហាងជួលអីទេយើងគ្រាន់តែរកទីតាំងមួយដែលសមស្របដែលមានមនុស្សធ្វើដំណើរទៅមកណាមានម្លប់ឈើឬមួយក៏ម្លប់ឆាត់ដាក់ពី3អញ្ចឹងទៅដើម្បីកាស់ពីកម្ដៅថ្ងៃណាគឺយើងអាចលក់បាននេះអ្វីដែលយើងធ្វើចំណាយអស់ច្រើនហ្នឹងគឺយើងចំណាយទៅលើម៉ាស៊ីនឆុងកាហ្វេទេអ្នកនរគ្នាហើយសម្រាប់ម៉ាស៊ីនឆុងកាហ្វេវិញយើងទិញតម្លៃតែមកសមរម្យទៅក៏យើងអាចឆុងបានហើយអ្នកទាំងអស់គ្នាតែសំខាន់ការបដិញ្ញាចិត្តនិងការតាំងចិត្តរបស់យើងថាយើងពិតជាចង់ទៅលើវិស័យនឹងមែនឬមួយក៏អត់ណាហើយទីតាំងរបស់គាត់នេះគឺទេសភាពវារៀង fresh ដែរដោយសារតែផ្លូវនៅទីហ្នឹងវាទលំទលាហើយអ្នកទាំងអស់គ្នាទី2គឺមានអ្នកធ្វើដំណើរច្រើនដោយសារតែពលានយន្តហោះថ្មីហ្នឹងគឺយើងចិត្តបើកហើយអញ្ចឹងណាអញ្ចឹងមានអ្នកធ្វើដំណើរច្រើនដូចឃើញអញ្ចឹងខ្ញុំ2នាក់បងអូនហ្នឹងគឺមក booking មុនគេតែម្ដងអញ្ចឹងសម្រាប់ថ្ងៃចុងសប្តាហ៍ហ្នឹងក៏យើងអាចនាំគ្នាទៅអង្គុយលេងបានដោយសារតែគាត់មានដាក់ឆាតដាក់តុដាក់អីសម្រាប់អង្គុយអញ្ចឹងណាយើងអាចអង្គុយមើលទេសភាពមើលវាលមើលខ្យល់មើលឡានធ្វើដំណើរមើលអ្នកធ្វើដំណើរទៅមកហើយវាឆ្ងាយពីទីក្រុងគូសំអញ្ចឹងមេឃធ្វើឲ្យយើងទៅជាអារម្មណ៍ស្រស់ស្រាយផងដែរណាហើយបើនិយាយពីរសជាតិកាហ្វេវិញខ្ញុំឲ្យ10លើ10ដោយសារតែខ្ញុំធ្លាប់ហូបនៅហាងច្រើនដែរប៉ុន្តែរសជាតិនេះគឺវាអាចខុសគ្នាទេអញ្ចឹងណាតែអាហ្នឹងអាស្រ័យទៅលើស្នាដៃអ្នកឆុងហើយអ្នកអស់គ្នាអ្នកខ្លះទៅក៏គាត់ឆុងឆ្ងាញ់ទៅអ្នកខ្លះក៏គាត់មិនសូវឆុងឆ្ងាញ់ទៅអាហ្នឹងលើអ្នកឆុងដែរមិនថានៅក្នុងហាងធំឬហាងតូចសំខាន់លើស្នាដៃគឺឆ្ងាញ់ដូចគ្នាអ្នកអស់គ្នាអញ្ចឹងបាយអ្នកអស់គ្នាកុំភ្លេចជួបគ្នានៅវីដេអូក្រោយទៀត